សួស្តីម្នាក់ទស្សនានេះគឺជារឿង Game Vlog Panday នៅក្នុង chapter ទី11 បន្ទាប់ពី chapter មុនបន្ទាប់ពីចុងអ៊ូបានវាផាទៅកាន់ស្ដេចពិសាចនោះយ៉ាងទម្ងន់ហើយនៅពេលនេះវាក៏បានផ្លាស់ប្ដូរទៅជាទម្រង់ល្មមស៊ីហើយក៏បានដាក់គោលដៅទៅលើចុងអ៊ូយកតែម្ដងតមកវាក៏បានវាផាទៅកាន់ចុងអ៊ូមួយដៃដែលបានធ្វើឲ្យចុងអ៊ូយកប៉ារបស់គាត់មករងប៉ុន្តែដោយសារតែកម្លាំងរបស់បិសាចនោះវាបានកើនឡើងដែលធ្វើឲ្យប៉ារបស់ចុងអ៊ូក៏បានបាក់ហើយចុងអ៊ូក៏បានខ្ទាតទៅមួយចម្ងាយហើយក៏បានហត់ទៅបុកជាមួយនឹងជញ្ជាំងដែលបានធ្វើឲ្យវាចាប់ផ្ដើមបែកខ្ចាយហើយការវាផាធ្ងន់នេះក៏បានធ្វើឲ្យចុងអ៊ូដកអស់100 HP បាត់ទៅហើយគាត់បាននិយាយថាបើសិនជាគាត់ត្រូវវាផាម្ដងទៀតនោះគាត់នឹងស្លាប់ប្រកបណាស់គាត់រੂមិនតំផុតពីមាត់ផងប៉ុន្តែនៅពេលនោះបិសាចនោះក៏បានហប់មកវាផាគាត់ម្ដងទៀតប៉ុន្តែនៅពេលនេះចុងអ៊ូក៏បានគេចផុតដែលធ្វើឲ្យបិសាចនោះវាផាទៅកាន់ដីយ៉ាងខ្លាំងចុងអ៊ូបានបើកប្រព័ន្ធរបស់គាត់ហើយក៏បាននិយាយថាកុំគិតស្មានថាបិសាចនឹងអាចផ្លាស់ប្ដូរទម្រង់តែម្នាក់ឯងនោះគាត់ក៏អាចផ្លាស់ប្ដូរទម្រង់បានដែរហើយនៅពេលនេះប្រព័ន្ធក៏បានប្រកាសថាពេលវេលាបំពេញភារកិច្ចនៅសល់ពេល4នាទី30វិនាទីទៀតចំណែកឯជំនាញផ្លាស់ប្ដូរទៅកាន់ទម្រង់ល្មមស៊ីនោះនៅសល់ពេល12វិនាទីទៀតហើយនេះគឺជាជំនាញពិសេសរបស់ចុងអ៊ូការផ្លាស់ប្ដូរទម្រង់បិសាចបន្ទាប់ពីគាត់ចុចប្រើប្រាស់នៅជំនាញនេះធម្មពលរបស់គាត់ក៏បានបំភាយចេញមកហើយក៏បានដូចទៅជាស្លាបពណ៌ទឹកសមុទ្រមកគូជាមួយនឹងកន្ទុយមួយប៉ុន្តែប៉ុណ្ណោះក៏មានស្នែងនិងមុខមាត់ផ្លាស់ប្ដូរហើយជើងក៏បានផ្លាស់ប្ដូរទៅជាក្រញាំផងដែរប្រព័ន្ធក៏បានប្រកាសថាការផ្លាស់ប្ដូរបិសាចនៅសល់ពេល29វិនាទីទៀតហើយប្រព័ន្ធក៏បានបង្ហាញពីផ្ទាំងព័ត៌មានរបស់ចុងអ៊ូដែលគាត់មាន level 10 HP 500ព្រមទាំងលក្ខណៈសម្បត្តិផ្សេងទៀតបូកថែម20ទាំងអស់ប៉ុន្តែបន្ទុកគុណសម្បត្តិមិនបានកើនឡើងទេគាត់មានអារម្មណ៍ដឹងថាធម្មពលកំពុងតែហូរនៅក្នុងខ្លួនរបស់គាត់ហើយនៅក្នុងទម្រង់បិសាចបែបនេះគាត់ប្រហែលជាអាចផ្ដួលអ្នកលេងនៅក្នុងកម្រិតទី30បានហើយនៅពេលនេះសូម្បីតែពាក្យកណ្ដាលសត្វលូកាក៏បានមានអារម្មណ៍ថាភ័យខ្លាចចំពោះចុងអ៊ូផងដែរហើយនៅក្នុងភ្នែករបស់លូកានៅពេលនេះគាត់ក៏ខ្លាចទៅជាបិសាចដ៏ធំមួយនិងមានអំណាចខ្លាំងក្លាជាងគាត់ផងដែរហើយកុំឲ្យទុកយូរនំជូរចត់លូកាក៏បានទាញនំថ្មគប់ទៅកាន់ចុងអ៊ូយកតែម្ដងប៉ុន្តែមិនមែនគប់ម្ដុំទៅទេគឺគប់ច្រើនដុំទៅចុងអ៊ូគាត់មិនបានគេចទេហើយក៏បានដើរទៅយ៉ាងពង្ើយដុំថ្មម្ដុំក៏បានហោះសំដៅមកកាន់មុខដែលទើបតកែថ្មីរបស់គាត់ប៉ុន្តែចុងអ៊ូក៏បានចាប់វាដុំថ្មនោះចេញបានយ៉ាងងាយស្រួលចុងអ៊ូក៏បានច្បាច់នៅដុំថ្មនោះចោលហើយក៏បាននិយាយថាតើឯងត្រៀមខ្លួនហើយឬនៅឥឡូវនេះដល់វេនរបស់ខ្ញុំដើម្បីវាឯងម្ដងហើយចុងអ៊ូក៏បានប្រើប្រាស់នៅស្លាតរបស់គាត់ហើយហោមរកពាក់កណ្ដាលសត្វលូកាយ៉ាងលឿនហើយក៏បានវាផាទៅកាន់លូកាមួយដៃដែលពុកពេញទៅដោយធម្មពលរបស់គាត់ហើយក៏បានធ្វើឲ្យបិសាចលូកាក៏បានវិទ្យាម្ដងទៀតហើយនៅពេលនេះមិនទាន់ចប់ចុងអ៊ូក៏បានវាផាទៅកាន់បិសាចលូកាបន្ថែមទៀតបន្ទាប់មកចុងអ៊ូក៏បានប្រើប្រាស់នៅកណ្ដាប់ដៃរបស់គាត់ហើយក៏បានវាផាទៅកាន់បិសាចនោះពេញទំហឹងដែលបានធ្វើឲ្យបិសាចលូកានឹងក៏បានអស់ឈាមយ៉ាងច្រើននៅពេលដែលចុងអ៊ូកំពុងតែវាផាទៅកាន់ពាក់កណ្ដាលសត្វលូកាចុងអ៊ូគិតថាការផ្លាស់ប្ដូរទៅជាទម្រង់បិសាចនេះគឺពិតជាខ្លាំងណាស់ប៉ុន្តែគួរឲ្យស្ដាយពេលវេលាប្រើប្រាស់នៅវាមានខ្លីពេកហើយបើសិនជាគាត់អាចប្រូបិសាចនោះត្រឹមរយៈពេល30វិនាទីនោះឬនឹងផ្លាស់ប្ដូរហើយចឹងហើយគាត់ក៏មិនអាចទុកឱកាសឲ្យបិសាចនោះតដៃជាមួយនឹងគាត់បានឡើយបន្ទាប់ពីពាក់កណ្ដាលសត្វលូកាត្រូវចុងអ៊ូវាប្រហែលជា2លានដៃមកចុងក្រោយគាត់ក៏បានដួលហើយងាកមកមើលក្រុមហេរ៉ូដែលនៅឯជាន់ទី1របស់ឡានចចកវិញនៅពេលនេះពួកគេកំពុងតែសម្រាកយកកម្លាំងបន្ទាប់ពីសម្លាប់ចចកយាមទ្វារនៅឯជាន់ទី2រួចប្រវេនតាបាននិយាយថាចុងក្រោយពួកគេបានឈ្នះហើយពេលនេះគាត់គឺពិតជាហត់ខ្លាំងណាស់ចំណែកឯកញ្ញាគ្រូវេទមន្តវិញបាននិយាយថាដំបងនាងស្ទើរតែបាក់ហើយប៉ុន្តែនៅពេលនោះឡានក៏ចាប់ផ្ដើមរំជួយប្រវេនតាបាននិយាយថាតើនឹងគឺជាសម្លេងអីទៅតើអាចមានបញ្ហាម្ដងទៀតហើយមេក្រុមបាននិយាយថាមើលទៅដូចជាកំពុងតែមានវិស័យប្រយុទ្ធគ្នាហើយគឺនៅខាងក្រោមពួកគេនេះឯងប៉ុន្តែពេលនេះស្ដារធម្មពលសិនទៅហើយចាំតែមើលប៉ុន្តែបន្ទាប់ពីពួកគេបានដើរដល់ពាក់កណ្ដាលផ្លូវប្រព័ន្ធក៏បានប្រកាសថាសូមអបអរសាទរក្រុមរបស់ពលលោកបានសម្លាប់នៅពាក់កណ្ដាលសត្វលូកាភារកិច្ចសម្អាតនៅឡានបិសាចនេះក៏បានបញ្ចប់ហើយប្រវេនតាក៏បាននិយាយទាំងភាំងថាតើមានអីកើតឡើងទៅតើពួកគេបានសម្អាតឡានបិសាចនេះដល់បែបនេះជាមួយគ្នាផងដែរនោះប្រព័ន្ធក៏បានប្រកាសថាពួកគេបានដំឡើងកម្រិតចំណែកនៅឯបន្ទប់របស់មេវិញប្រព័ន្ធបានអបអរសាទរទៅកាន់ចុងអ៊ូដែលបានបំពេញភារកិច្ចសម្អាតឡានបិសាចនេះគាត់បាននិយាយថាវាចុងក្រោយមកដល់ទីបញ្ចប់ហើយចុងអ៊ូក៏បានមើលទៅកាន់កន្លែងទុករបស់គាត់ចាំមើលថាតើវាទម្លាក់អីខ្លះហើយមេបិសាចនោះក៏បានទម្លាក់ខ្សែកមួយខ្សែដែលមានឈ្មោះថាខ្សែកចម្លែកតែមិនដឹងពីកម្រិតមិនដឹងពីអត្តពលនិងគ្រាន់តែដឹងថាវាគឺជាខ្សែកកម្រិតខ្ពស់ប៉ុន្តែមិនដឹងថាកម្រិតប្រមាណទេហើយក៏មានទម្លាក់គ្រីស្តាល់បិសាចជាច្រើនផងដែរគ្រីស្តាល់បិសាចនឹងត្រូវបានបែងចែកចេញជា3ចំណាត់ថ្នាក់មានចំណាត់ថ្នាក់ធម្មតាចំណាត់ថ្នាក់បរិសុទ្ធហើយនិងចំណាត់ថ្នាក់ឥតខ្ចោះចំណាត់ថ្នាក់ធម្មតាគឺជាចំណាត់ថ្នាក់ដែលមានពន្លឺខ្សោយនិងមានវត្ថុនៅក្នុងវាចំណាត់ថ្នាក់បរិសុទ្ធមានពន្លឺភ្លឺជាងហើយក៏គ្មានវត្ថុនៅក្នុងវាដែរហើយចំណាត់ថ្នាក់ឥតខ្ចោះគឺមានត្បូងនៅក្នុងវាហើយក៏មានពន្លឺភ្លឺជាងផងដែរគ្រីស្តាល់បិសាចគឺមានតម្លៃដោយសារតែវានឹងអាចយកទៅធ្វើជាអាវុធឬក៏ជំនួយទៅដល់ឧបករណ៍ប្រើប្រាស់ផ្សេងៗបានគ្រីស្តាល់ធម្មតាមួយដូរបាន 1000 RMB ហើយនៅពេលដែលចុងអ៊ូគាត់កំពុងទៅមើលគ្រីស្តាល់នោះក៏កាន់តែឃើញទៅដល់ម៉ងដែលនាងនិយាយថានាងស្រឡាញ់គាត់ខ្លាំងណាស់ហើយក៏បានធ្វើឲ្យគាត់នឹងសើចតែម្នាក់ឯងតម្រងចុងអ៊ូក៏បានមើលទៅកាន់ប៉ែរបស់គាត់ដែលបានបាក់ហើយក៏បានដកទៅហើមធំនៅពេលនេះគាត់ត្រូវស្វែងរកមនុស្សម្នាក់ដើម្បីផលិតនៅអាវុធខ្លាំងមួយឲ្យគាត់ឬក៏បង្កើតប៉ែដែលរឹងមាំដែលគាត់ធ្លាប់ប្រើនឹង
ហើយនៅពេលនេះគាត់ក៏បានយកខ្សែកចម្លែកនោះមកមើលតែសម្បីតែចងអ៊ូដែលជាអ្នករចនាហ្គេមហ្នឹងគាត់ក៏មិនអាចស្គាល់ពីខ្សែកនេះដែរហើយគាត់ក៏បាននិយាយតែម្នាក់ឯងថាតើខ្សែកនេះត្រូវបានបន្ថែមមកដោយហ្គេម Chapter ទី12ហើយនៅពេលដែលចងអ៊ូកំពុងតែពិនិត្យមើលខ្សែកនោះសុកទ្វាររបស់លាងក៏ចាប់ផ្ដើមបើកហើយបើតាមច្បាប់នៅក្នុងហ្គេមនេះគឺថានៅពេលដែលបានបើកឡាងហ្នឹងបិសាចនៅក្នុងឡាងហ្នឹងវានឹងភ្ញាក់ឡើងហើយនៅពេលនេះចចកយាមទ្វារក្បាលពីរហ្នឹងក៏ចាប់ផ្ដើមភ្ញាក់ឡើងហើយនៅពេលនេះចងអ៊ូក៏ចាប់ផ្ដើមឆ្លេឆ្លាហើយបើតាមច្បាប់ដែលបានកំណត់បិសាចនៅក្នុងហ្គេមនេះបើទោះបីជាត្រូវត្រាំងងុយដេកហើយក៏ដោយវាក៏ប្រហែលជាមិនដំណើរការទៀតដែរចងអ៊ូក៏បានគិតតែម្នាក់ឯងថាគាត់គឺជាមនុស្សលោកងមែនដែលបានកំណត់ច្បាប់បែបនេះហើយគាត់គួរតែចាក់ចេញឲ្យបានឆាប់មុនពេលដែលចចកហ្នឹងបានឃើញគាត់ក៏បានឡើងទៅតាមរុនដែលគាត់បានចោះនោះដោយសារតែពេលនេះគាត់បានសម្លាប់មេហើយរឿងដែលនៅសល់ទុកឲ្យហេរ៉ូទាំង4នាក់នោះទៅហើយហេរ៉ូសាច់កម្មទាំង4នាក់ហ្នឹងក៏បានចូលមកប្រវេនតានឹងបាននិយាយថាទ្វារថ្មហ្នឹងមិនទាន់ទាំងបើកផងប៉ុន្តែមិនក៏មេបានងាប់បាត់ហើយអញ្ចឹងគ្រូពេទ្យមន្តបាននិយាយថាទីកន្លែងនេះគឺពិតជាចម្លែកខ្លាំងណាស់បន្ទាប់ពីចូលមកក្នុងឡាងហើយឃើញមេងាប់តែចោតនៅប្រវេនតានឹងបានប៉ាន់ស្មានថាតើអាចថាចោតនឹងសម្លាប់មេទៅដឹងហើយបើតាមមើលទៅកំណត់របស់ប្រវេនតានិងកំណត់របស់ចោតនឹងគឺដូចគ្នាហើយប្រហែលជាចោតនឹងស្មានថាពួកហេរ៉ូនឹងបានសម្លាប់មេរបស់វាហើយបន្ទាប់មកក៏បានលើកសម្លេងរបស់មនុស្សនិយាយថាទីកន្លែងនេះមិនត្រឹមតែចម្លែកទេប៉ុន្តែចម្លែកខ្លាំងយកតែម្ដងបន្ទាប់មកប្រព័ន្ធក៏បានប្រកាសថាចោតក្បាល2ត្រូវបានសម្លាប់ហើយនៅពេលនេះក្រុមរបស់ហេរ៉ូនឹងគឺអស់កម្លាំងអលីងយកតែម្ដងប្រវេនតាបាននិយាយថាដំណើរលើកនេះធ្វើឲ្យពួកគេបាត់បង់ច្រើនខ្លាំងណាស់គាត់បានបាត់បង់នូវអាវុធវេទមន្តមួយប៉ុន្តែអ្វីដែលទទួលបានគឺជាគ្រីស្តាល់បិសាចតែប៉ុណ្ណោះសម្បីតែអាវុធរបស់មេនឹងក៏មិនបានផងហើយនៅពេលនោះប្រព័ន្ធក៏បានផ្ញើសារមួយទៀតមកថាពួកគេបានសម្អាតឡើងបិសាចនេះក្នុងរយៈពេល58នាទី2វិនាទីនិងបានបំបែកនៅកំណត់ត្រាហើយប្រព័ន្ធចង់ប្រកាសពីកំណត់ត្រារបស់ពួកគេតើពួកគេចង់លាក់អត្តសញ្ញាណដែរឬអត់មេក្រុមក៏បានចុចបដិសេធដោយសារតែពួកគេចង់បង្ហាញអីចឹងណាបន្ទាប់មកប្រព័ន្ធក៏បានប្រាប់ឲ្យពួកគេដាក់ឈ្មោះលយមួយទៅកាន់ក្រុមរបស់ពួកគេហើយមេក្រុមក៏បានដាក់ឈ្មោះថា Salamander ដែលមានន័យប្រហាក់ជាមួយនឹងអ្នកភ្លើងដែរបន្ទាប់មកប្រព័ន្ធក៏បានប្រកាសថាអបអរសាទរទៅកាន់ក្រុមរបស់ពួកគេដែលបានបំបែកកំណត់ត្រានៅក្នុងការសម្អាតឡើងបិសាចហើយសមាជិកក្រុមរបស់ពួកគេព្រមទាំងចងអ៊ូផងដែរនឹងទទួលបាននាមជាអ្នកសម្លាប់ចចកហើយបន្ទាប់មកហេរ៉ូដែលបានឃើញពីព័ត៌មានរបស់ពួកគេបាននិយាយថាពួកគេច្បាស់ជាប្រើប្រាស់នៅឧបករណ៍ជំនួយហើយសូម្បីតែហ្គៀលនាគឧបករណ៍រន្ទះដែលបានប្រើប្រាស់នៅឧបករណ៍ចំនួន3ប៉ុន្តែពួកគេនៅតែចំណាយពេលសម្អាតវាចំនួន1ម៉ោងកន្លះដែរហើយប្រវេនតាក៏បាននិយាយថាមេពួកយើងល្បីហើយពេលនេះតែប៉ុណ្ណេះពួកយើងអាចចូលរួមជាមួយនឹងហ្គៀលល្អៗបានហើយប្រព័ន្ធបានផ្សាយសារថានាមជាអ្នកសម្លាប់ចចកទទួលបាននៅពេលដែលពួកគេសម្អាតនៅឡាងចចកបាននៅក្នុងពេល1ម៉ោងហើយនៅពេលដែលប្រើប្រាស់នាមនោះធម្មពលវាផានឹងកើនឡើង7%ហើយនៅពេលដែលពួកគេត្រឡប់មកវិញបណ្ដាក៏បាននិយាយបណ្ដានាមដែលជាអ្នកប្រមាញ់ចចកនេះវាមានអត្ថប្រយោជន៍ដល់អ្នកជីករ៉ែបំផុតនៅពេលដែលពួកគេត្រឡប់មកកាន់ឡាងចចកជាន់ទី1វិញចងអ៊ូកំពុងតែរងចាំពួកគេនៅទីនោះប្រវេនតាក៏បានមកហើយក៏បាននិយាយថានៅជីកនឹងយូរហើយបានតែប៉ុណ្្នឹងទេហើយចងអ៊ូក៏បានដោះសារថាប៉ារបស់គាត់នឹងគឺបានបាក់អស់ហើយប្រវេនតាក៏បាននិយាយទាំងងឹតមកថាសំណាងមិនល្អមែនដែលពួកគេនឹងបានចូលរួមក្រុមជាមួយនឹងអ្នកជារ៉ែដែលមិនប្រកែកជីកនោះគ្រីស្តាល់ប៉ុណ្ណេះគឺមិនអាចប៉ះពៅជាមួយនឹងអាវុធវេទមន្តរបស់ពួកគេបានទេហើយពួកគេនឹងប្រកួតនាមជាអ្នកប្រមាញ់ចចកនឹងឲ្យចងអ៊ូប៉ុន្តែពួកគេនឹងយកគ្រីស្តាល់ទាំងអស់ហើយក៏បាននាំគ្នាចាក់ចេញពីក្នុងឡាននោះទៅដោយសារតែបន្ទាប់ពីសមារួចវានឹងបិទឆាប់ហើយចងអ៊ូរៀបនឹងទៅដែរហើយក៏ប៉ុន្តែពេលនោះគ្រូវេទមន្តក៏បានបញ្ឈប់គាត់ហើយក៏បានយកគ្រីស្តាល់ពី3ចេញមកហើយក៏បាននិយាយថាតាមកិច្ចសន្យាទាំងអស់នេះគឺជាចំណៃរបស់លោកចងអ៊ូក៏បាននិយាយថាអរគុណហើយតើអ្នកឈ្មោះអីដែរចង់ផ្លាស់ប្ដូរលេខទូរស័ព្ទអត់ចឹងហើយនៅមានឆ្លៀតសុំលេខទូរស័ព្ទគេទៀតហើយអ្នកគ្រូវេទមន្តហ្នឹងដូចជារឿងអៀនទៅហើយដែលនេះមានឈ្មោះថាស៊ួយជិនស៊ីហើយក៏បានបកលលេខទូរស័ព្ទរបស់នាងទៅឲ្យចងអ៊ូប៉ុន្តែនៅពេលនោះអ្នកគ្រូវេទមន្តនឹងនៅសាតែអៀនខ្លាំងពេកបានប្រាប់ឲ្យចងអ៊ូនឹងប្រញាប់ចេញពីទីនេះទៅមុនពេលដែលវាបិទហើយចងអ៊ូក៏បានយកព្រមទៅតាមទៅចំណែកអ្នកខាងក្រៅក៏បាននិយាយថាមិនពួកគេមិនតន់ចំណត់ទៀតអញ្ចឹងប្រហែលជាពួកគេប្រមូលបានច្រើនហើយនៅពេលនេះច្រកទ្វារនៃឡានបិសាចនឹងក៏បានបើកហើយនៅពេលនេះក៏មានហ្គៀលជាច្រើនចង់បានហេរ៉ូទាំង3ទាំង4នឹងចូលទៅក្នុងហ្គៀលរបស់ពួកគេអ្នកខ្លះទៀតក៏ចង់ទិញការសម្ងាត់ពីការសម្អាតឡាងបិសាចនឹងឲ្យបានលឿនអញ្ចឹងហើយអ្នកខ្លះទៀតមកសុំទិញពីវត្ថុដែលបានទម្លាក់ដោយបិសាចនោះដោយទិញនៅក្នុងតម្លៃខ្ពស់អីចឹងទៅហើយចងអ៊ូក៏បានលបចេញពីទីនោះក៏បានគិតថាគាត់មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើនទេហើយគាត់ក៏មិនចូលចិត្តធំព័ទ្ធទៅដោយវងមនុស្សនោះដែរបន្ទាប់ពីគាត់ដើរបានឆ្ងាយគួរសមហើយគាត់ក៏បានឈប់មើលទៅដូចជាមិនមានមនុស្សនៅទីនេះទេបន្ទាប់មកគាត់ក៏បានបើកប្រព័ន្ធរបស់គាត់បាននិយាយថាគាត់បានបំពេញនូវភារកិច្ចរួចហើយនៅពេលនេះគាត់អាចផ្លាស់ប្ដូរជំនាញរបស់គាត់បានហើយប្រព័ន្ធបានប្រកាសថាអ្នកប្រយុទ្ធបិសាចមានរាងកាយរឹងមាំព្រមទាំងកម្លាំងខ្លាំងក្លាហើយមានតែអាវុធពី3មុខប៉ុណ្ណោះដែលធ្វើឲ្យរាងកាយរបស់ពួកគេរងរបួសបានអ្នកប្រមាញ់បិសាចមាននៅធម្មពលវិបហាជាមួយនឹងការបត់បែនខ្ពស់ហ
ហើយអាចប្រើប្រាស់លើការបត់បែនទាំងអស់នោះទៅជាធម្មពលវាបាបាននៅក្នុងសង្គ្រាមសត្រូវគឺពិតជាភ័យខ្លាចចំពោះគូបដិបកដ៏គួរភ័យខ្លាចមួយនេះឯបិសាចជាស្ដេចសង្គ្រាមវិញគឺមានវិញ្ញាណខ្លាំងផ្ទាល់ខ្លួនមានបល័យព្យាបាលជាច្រើនប្រភេទអាចកោះហៅព្រលឹងនិងឆ្អឹងមកបានហើយពួកគេអាចប្រយុទ្ធជាមួយនឹងកងទ័ពទាំងមូលតែម្នាក់ឯងបានចុងអ៊ូមិនគិតតែម្នាក់ឯងថាគាត់មិនអាចរើសបានទេអ្នកប្រយុទ្ធបិសាចមានជំនាញការពារអ្នកប្រមាញ់គឺដូចជាឃាតករហើយស្ដេចសង្គ្រាមគឺដូចជាអ្នកកោះហៅហើយចុងអ៊ូចង់បានពួកគេទាំងអស់ហ្នឹងហើយគាត់ក៏បានសួរប្រព័ន្ធថាតើមានវិធីណាដែលឲ្យគាត់ជ្រើសរើសជំនាញទាំងអស់ហ្នឹងជាមួយគ្នាបានអត់ប្រព័ន្ធបាននិយាយថាគាត់អាចជ្រើសរើសបានតែមួយទេលុះត្រាតែគាត់មានលិខិតអនុញ្ញាតដែលអាចរើសថែមបានមួយទៀតចុងអ៊ូបានគិតថាដើម្បីទទួលបាននូវលិខិតអនុញ្ញាតនោះគាត់ត្រូវការជំនួយរបស់ព្រះប៉ុន្តែវាជារឿងល្អដែលមិនតែរញ៉េរញ៉ៃជាមួយនាងដោយសារតែនាងនៅពេលដែលជួបគាត់នឹងគឺខឹងហើយបន្ទាប់មកគាត់ក៏បានប្រាប់បន្ទូលទាំងអស់របស់គាត់ទៅលើភាពបត់បែននិងជ្រើសរើសយកជំនាញអ្នកប្រមាញ់បិសាចគាត់និយាយថាវាពិតជាស័ក្តិសមជំនាញគាត់នៅពេលដែលវាផ្លាស់ប្ដូរធម្មពលបត់បែនទាំងអស់ទៅជាធម្មពលវាផានៅពេលដែលគាត់ត្រូវការប្រព័ន្ធបានប្រកាសថាអ្នកបានផ្លាស់ប្ដូរជំនាញទៅជាអ្នកប្រមាញ់បិសាចហើយនៅពេលនេះអ្នកលេងបានផ្លាស់ប្ដូរនូវជំនាញដោយជោគជ័យប្រព័ន្ធក៏បានបង្ហាញនូវផ្ទាំងព័ត៌មានរបស់គាត់ដែលនៅពេលនេះគាត់មាន level 13មាននាមជាអ្នកសម្លាប់ទន្សាយផងនិងអ្នកសម្លាប់ចចកផងហើយនៅផ្សេងទៀតបន្ទុកគុណសម្បត្តិ3បន្ទុកហើយប្រព័ន្ធក៏បានប្រកាសអបអរសាទរដែលទទួលបាននៅជំនាញថ្មីមួយស្នាមដៅនៃការប្រមាញ់ស្នាមដៅនេះអាចដាក់ទៅលើសត្រូវដែលជាគោលដៅនៅពេលដែលប្រើប្រាស់ជំនាញនេះហើយយើងអាចដឹងពីទីតាំងរបស់សត្រូវធម្មពលវាបហានឹងការឡើងទ្វេដងព្រមទាំងមើលឃើញពីចំណុចខ្សោយរបស់សត្រូវមុនពេលដែលវាបហាវាការប្រើប្រាស់វាម្ដងប្រើបានទៅលើគោលដៅតែមួយប៉ុណ្ណោះបន្ទាប់ពីសម្លាប់គោលដៅហើយវានឹងធ្វើការរាប់ពេលវេលាថយក្រោយបើបរាជ័យវានឹងរាប់ថយក្រោយ24ម៉ោងការទាមទារដើម្បីប្រើប្រាស់គឺ50 MP ចុងអ៊ូនិយាយថាជំនាញនេះមិនអន់ទេវាមានប្រយោជន៍ទាំងការវេផាតែម្យ៉ាងហើយនិងការចុះទៅសម្អាតនៅក្នុងឡានបិសាចមកដល់ត្រឹមនេះសេរីនៅក្នុង chapter នេះក៏សូមឆ្លើយត្រឹមប៉ុណ្ណេះសិនសូមអធិស្ឋានចំពោះកំហុសឆ្គងនិងអរគុណចំពោះការទស្សនា